ស្ដីទាំងអស់គ្នាចឹងថ្ងៃនេះយើងនឹងរៀនបន្តពាក់ព័ន្ធទៅនឹង Python ដែលយើងប្រើជាមួយនឹងកម្មវិធី PyCharm កាលពីថ្ងៃមុនយើងបានអនុវត្តជាមួយនឹង CMD របស់កម្មវិធី Windows ចឹងថ្ងៃនេះយើងរៀនជាមួយនឹងប្រភេទ IDE ដែលយើងប្រើ PyCharm អញ្ចឹងខ្លះយើងអាចប្រើ IDE ផ្សេងមានច្រើនមាន VS Code មាន Sublime មាន Python អញ្ចឹងយើងអាច download យកមកប្រើទៅតាមអ្វីដែលយើងចង់បានតែសម្រាប់នេះយើងរៀនជាមួយនឹងកម្មវិធី PyCharm ចឹងថ្ងៃនេះយើងសិក្សាអំពី variable នៅក្នុងកម្មវិធី Python ចឹងអ្វីទៅជា variable គឺជាប្រអប់មែនទេទៅ variable គឺជាប្រអប់សម្រាប់យើងដាក់តម្លៃអាចជាលេខអាចជាលេខមានជា integer មានជា float ឬក៏យើងអាចដាក់ជា string ហ្នឹងគឺជាតួអក្សរហើយនៅមួយទៀតយើងអាចដាក់តម្លៃវាជា boolean មាន true and false អញ្ចឹងឥឡូវយើងសាកអនុវត្តពាក្យពន្ធទៅនឹង variable របស់Python ឥឡូវយើងចាប់ផ្ដើមបងប្អូនគ្នាឥឡូវយើងឧទាហរណ៍ថាវាជា string អញ្ចឹងយើងឲ្យសេថា name ស្មើអញ្ចឹងបើក double quote មកយើងសរសេរឈ្មោះចូលឧទាហរណ៍ថាឈ្មោះ Thomas អូខេឈ្មោះ Thomas អញ្ចឹងនៅក្នុងនេះយើងអាចសរសេរបានជា double quote ក៏បានយើងអាចសរសេរជា single quote ក៏បានអញ្ចឹង Python វាដំណើរការអញ្ចឹងតាក់ទងទៅនឹងតម្លៃជាលេខអញ្ចឹងឧទាហរណ៍ថា h ស្មើនឹង23អញ្ចឹងនៅក្នុងតម្លៃជាលេខយើងអត់បាក់ប្រើសញ្ញា double quote ទេអញ្ចឹងតម្លៃជាលេខបាក់ប្រើជា double quote ទេអញ្ចឹងតម្លៃជា boolean is studentអញ្ចឹងស្មើ true គឺយើងសរសេរ true or false អញ្ចឹងយើងសរសេរជាអក្សរធំមួយឧទាហរណ៍អញ្ចឹងនៅពេលយើង print ឡើយឧទាហរណ៍យើងប្រើអនុគម print មួយ print name print age ហើយ print is student អញ្ចឹងអ្វីដែលយើងទទួលបានអញ្ចឹងសារ៉ាន់អ្វីដែលយើងទទួលបានគឺបែបនេះ Thomas 23អាយុ23គាត់គឺជាសិស្សអូខេអញ្ចឹងនេះជាការប្រកាស variable មានន័យថាយើងផ្ដល់តម្លៃ name នេះគឺយើងនឹងផ្ដល់តម្លៃវាគឺ Thomas អញ្ចឹងវាដូចជាប្រអប់មួយផ្ទុកThomas ហើយតើតូននឹង age គឺអល់តម្លៃមួយជាលេខជា integer អញ្ចឹងតើតងនឹង variable គឺយើងការសរសេរ variable យើងផ្ដើមដោយអក្សរតូចក៏បានអក្សរធំក៏បានអញ្ចឹងអក្សរតូចក៏បានអក្សរធំក៏បានតែมันអាចផ្ដើមដោយលេខទេតែឧទាហរណ៍យើងអាចសរសេរបែបនេះបានឧទាហរណ៍ថា number ឧទាហរណ៍ថាយើងសរសេរ number យើងអាចដាក់ number 1 ស្មើអូខេ number 1 ស្មើ10យើងអាចដាក់ 1 number ស្មើបានទេស្មើ10អញ្ចឹងវានឹងចេញ error នៅកន្លែងនេះប៉ុន្តែយើងអាចដាក់សញ្ញាយើងអាចដាក់បែបនេះ underscore បែបនេះបានnumber 2 បែបនេះបាន អ
ជាទូទៅ Python យើងប្រើការប្រកាសភាគច្រើនយើងទៅសេអក្សរឲ្យត្រូវហើយយើងអាចប្រើសញ្ញា underscore ហើយយើងភ្ជាប់ជាមួយនឹងទាក់ទងទៅនឹងឧទាហរណ៍ថា student name អញ្ចឹងយើងសេពាក្យថា student name អូខេ student name អូខេស្មើនឹងអូខេមានJoe មាន David អូខេ David ចឹងយើងអាចសេបែបនេះសេជាបែបនេះបានយើងទៅសេដោយប្រើ underscore នៅជំនួសនៅបន្ទាប់ពីអក្សរមួយយើងសេ underscore ចូលទៅអូខេអញ្ចឹងការបង្កើត variable គឺយើងត្រូវទៅសេដោយបញ្ជាក់ម្ដងទៀតការបង្កើត variable គឺយើងទៅសេដោយការប្រើតួអក្សរនៅខាងមុខមិនអាចដាក់លេខបានទេអញ្ចឹងប្រើតួអក្សរខាងមុខលេខអាចដាក់បានគឺយើងដាក់បាននៅខាងក្រោយអញ្ចឹងតាក់ទងនឹង variable គឺមានតែប៉ុណ្្នឹងតាក់ទងនឹង variable អញ្ចឹងនៅក្នុងនេះយើងអាចបន្ថែមឧទាហរណ៍ថាយើងបន្ថែមឲ្យ print ថា Mr. Thomas អាយុ23ឆ្នាំគាត់គឺជាសិស្សអញ្ចឹងយើងសេទម្រង់បែបនេះប្រើនៅគុំ print មួយមកហើយយើង F ហើយបើក double quote ហើយយើងដាក់ name មកsorry ចឹងដាក់ថា my name អូខេ my name ចឹងបើកគ្នាបិទគ្នាegg is student នៅពេលយើង print គឺវាចេញនេះ my name Tomគេរំដងទៀតគេ my name Thomas I'm 23 years old is student គឺជាសិស្សចឹង print true អូខេអូខុស false ចឹងយើងដាក់ចេះវិញយើងដាក់ true sorry trueចឹងគឺយើងដាក់បែបនេះចឹងបានថា Thomas ឈ្មោះគាត់គឺ Thomas ហើយគាត់អាយុ13ឆ្នាំគឺជាសិស្សគេដូរវិញចឹងយើងអត់ដាក់អញ្ចឹងទេដូរវិញដាក់ទៅប៉ុណ្ណេះហ្នឹងដាក់ថា each student អូខេដាក់ each student មកចឹងយើងម្ដងទៀតអូខេចឹងគឺបែបនេះណាគឺបែបនេះគឺ true ណាអូខេចឹងយើងមានតែប៉ុណ្ណេះទេទាក់ទងទៅនឹងការបង្កើត variable អញ្ចឹងថ្ងៃក្រោយយើងនឹងសិក្សាបន្ថែមទៀត
រៀនបន្ថែមទៀតពាក់ព័ន្ធនឹង Python អញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្ណឹង